ចាជំរាបសួរនាងខ្ញុំឈ្មោះញឹមសុខុនដែលមកពីថ្នាក់ក2ថ្ងៃនេះនាងខ្ញុំនឹងមកសង្ខេបអំពីមេរៀនស្ដីអំពីយន្តការតេស្តស្តង់ដារតែនាងខ្ញុំនឹងសង្ខេបចំនួន6ចំណុចសំខាន់តែចំណុចទី1នោះខ្ញុំនឹងនិយាយអំពីគោលបំណងនៃតេស្តស្តង់ដារហ្នឹងអញ្ចឹងតេស្តស្តង់ដារហ្នឹងខ្ញុំមានគោលបំណង3សំខាន់នោះគឺទី1ឲ្យសិស្សយល់ដឹងពីយន្តការនិងការអនុវត្តតេស្តស្តង់ដារហ្នឹងដើម្បីឲ្យសិស្សគាត់ដឹងថាតើក្នុងការតេស្តស្តង់ដារហ្នឹងគេមានបែបផែនបែបណាហើយត្រូវការអនុវត្តទៅតាមលក្ខណៈបែបណាចំណុចទី2គឺរៀបចំផែនការការអនុវត្តតេស្តស្តង់ដារបានត្រឹមត្រូវអញ្ចឹងមានន័យថាចំណុចត្រង់ហ្នឹងគឺធ្វើឲ្យគ្រូក៏ដូចជាគណៈគ្រប់គ្រងសាលាគាត់ងាយស្រួលក្នុងការរៀបចំតេស្តស្តង់ដារបានត្រឹមត្រូវទៅតាមការចាត់តែងនឹងវិភាគទៅលើទិន្នន័យប្រសិទ្ធចំណុចចុងក្រោយគឺយល់ពីភារកិច្ចនិងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធអញ្ចឹងចំណុចត្រង់នឹងដែរយើងនឹងដឹងថាតើភាគីពាក់ព័ន្ធទាំងអស់នោះគាត់នឹងមានភារកិច្ចអ្វីខ្លះក្នុងការចូលរួមในការធ្វើតេស្តស្តង់ដារហ្នឹងហើយភាគីពាក់ព័ន្ធនោះតើមានអ្នកណាខ្លះអញ្ចឹងចំណុចទី2យើងមកមើលនៅទិដ្ឋភាពទូទៅអញ្ចឹងតេស្តស្តង់ដារគឺជាការវាស់វែងទៅលើការសិក្សានិងការអភិវឌ្ឍសាលាចឹងការតេស្តស្តង់ដារហ្នឹងគឺគាត់នឹងវាស់វែងទៅលើការសិក្សារបស់សិស្សថាតើគាត់ទទួលបានលទ្ធផលសិក្សាបែបណាក្រោយពីគាត់បញ្ចប់ការសិក្សាហើយតើគាត់មានរបៀបរៀននឹងការរៀនបែបណាហើយចំណែកមួយវិញទៀតគឺការអភិវឌ្ឍសាលាតើសាលាហ្នឹងអភិវឌ្ឍដល់ចំណុចណាហើយដែលធ្វើឲ្យសិស្សគាត់រៀនបានចំណុចហ្នឹងបន្ទាប់មកទៀតគឺយើងនឹងនិយាយអំពីត្រូវមានការរៀបចំផែនការការអនុវត្តនិងវិភាគលទ្ធផលយ៉ាងត្រឹមត្រូវអញ្ចឹងចំណុចត្រង់ហ្នឹងគឺមានន័យថាត្រូវមានផែនការច្បាស់លាស់ដើម្បីធ្វើឲ្យការអនុវត្តនៃការធ្វើតេស្តស្តង់ដារហ្នឹងវាទទួលបានលទ្ធផលល្អហើយធ្វើការវិភាគទៅវាបានត្រឹមត្រូវស្របទៅតាមអ្វីដែលយើងចង់បានហើយយើងនឹងរកវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាហ្នឹងឲ្យត្រូវទៅតាមចំណុចចំណុចទី3នោះគឺនិយាយអំពីយន្តការនៃការអនុវត្តតេស្តស្តង់ដារអញ្ចឹងយន្តការនៃការអនុវត្តតេស្តស្តង់ដារហ្នឹងគឺមាន3ដែលចំណុចទី1គឺគេនិយាយអំពីមុនពេលធ្វើតេស្តអញ្ចឹងមុនពេលធ្វើតេស្តហ្នឹងតើយើងត្រូវមានភារកិច្ចអីខ្លះមុនពេលធ្វើតេស្តយើងត្រូវរៀបចំផែនការថាតើយើងត្រូវធ្វើតេស្តលើអ្វីខ្លះហើយមានផ្នែកណាខ្លះដែលត្រូវចូលរួមផងដែរហើយមួយទៀតគឺវិញ្ញាសាគួរតែចេញបែបណាឲ្យត្រូវតាមកម្រិតរបស់សិស្សបើសិស្សថ្នាក់ទី1តែយើងគួរចេញចំណុចណាខ្លះឲ្យត្រូវតាមអ្វីដែលគាត់សិក្សាហ្នឹងមួយទៀតនោះគឺឯកសារនិងក្រុមការងារអញ្ចឹងឯកសារហ្នឹងគឺតែឯកសារពាក់ព័ន្ធទៅនឹងដូចជាមជីសិស្សហើយក្រុមការងារគឺក្រុមចែកទេគាត់នឹងមកពិភាក្សាគ្នាមុននឹងពេលចាប់ផ្ដើមធ្វើតេស្តបន្តមកទៀតគឺយើងដល់ចំណុចទី2គឺអំឡុងពេលធ្វើតេស្តចាំអំឡុងពេលធ្វើតេស្តគឺចាប់ផ្ដើមត្រួតពិនិត្យការអនុវត្តធានាយុត្តិធម៌និងភាពត្រឹមត្រូវកន្លែងដែរគឺសំដៅលើថាការធ្វើតេស្តត្រូវតែយុត្តិធម៌សិស្សទាំងអស់ត្រូវតែបានការប្រឡងដោយប្រកបការធ្វើតេស្តដោយស្មើភាពគ្នាគឺដោយសមត្ថភាពរៀងខ្លួនគ្មានការចម្លងលួចចម្លងគ្នាឬក៏មានពន្យល់លាក់ទុកឡើយគឺគាត់ត្រូវប្រើចំណេះដឹងផ្ទាល់ខ្លួនរបស់គាត់ដើម្បីឆ្លើយតបទៅនឹងសំណួរតេស្តថាតើសមត្ថភាពគាត់ប៉ុណ្ណឹងគាត់ធ្វើបានប៉ុណ្ណឹងតើយើងនឹងត្រូវធ្វើយ៉ាងម៉េចហើយវាត្រឹមត្រូវទៅតាមសមត្ថភាពរបស់គាត់ចំណុចចុងក្រោយនេះក្រោយពេលធ្វើតេស្តអញ្ចឹងក្រោយពេលដែលយើងធ្វើតេស្តចប់គេចាប់ផ្ដើមប្រមូលលទ្ធផលអញ្ចឹងប្រមូលលទ្ធផលហ្នឹងគឺក្រោយពីគឺមានន័យថាគាត់ប្រឡងរួចគេចាប់ផ្ដើមប្រមូលកែលម្អគាត់ហើយតបមកយើងនឹងយកលទ្ធផលគាត់ថាតើគាត់ខ្លាំងអីគេយកមកវិភាគថាអូគាត់
ខ្លាំងខាងចំណុចនេះហើយគាត់នៅខ្វះខាតនៅចំណុចនេះហើយគាត់នឹងត្រូវធ្វើទទួលយកអ្វីខ្លះក្នុងការកែលម្អបន្ទាប់ពីយើងប្រមូលលទ្ធផលវិភាគលើការសិក្សារបស់គាត់ហើយអញ្ចឹងយើងចាប់ដើមបង្ហាញលទ្ធផលហ្នឹងទៅកាន់សាធារណជនក៏ដូចមានដូចជាអាណាព្យាបាលនិងសហគមន៍ដែលមានការលាក់លៀមអាចចំណុចទី4វិញគឺនិយាយអំពីភារកិច្ចសំខាន់អញ្ចឹងតើភារកិច្ចសំខាន់មានអ្នកណាខ្លះដែលចូលរួមអញ្ចឹងភារកិច្ចសំខាន់របស់បុគ្គលដែលចូលរួមគឺមាន3ទី1គណៈគ្រប់គ្រងសាលាអញ្ចឹងគណៈគ្រប់គ្រងសាលាគាត់មានតួនាទីអ្វីគណៈគ្រប់គ្រងសាលាគាត់មានតួនាទីភារកិច្ចដឹកនាំរៀបចំផែនការត្រួតពិនិត្យនិងជូនដំណឹងលទ្ធផលអញ្ចឹងមានន័យថាគាត់នឹងត្រួតពិនិត្យតាំងពីចាប់ដើមរហូតដល់បញ្ចប់ហើយរហូតដល់គាត់ចាប់ដើមបិទផ្សាយលទ្ធផលទៅកាន់សាធារណជនមានន័យថានៅពេលដែលគាត់រៀបចំផែនការធ្វើតេស្តហ្នឹងគាត់ថាត្រូវធ្វើតេស្តយ៉ាងម៉េចហើយនៅពេលណាកំណត់ពេលប្រមាណហើយគ្រូគឺអ្នកចេញវិទ្យាសាស្ត្រពេលអ្នកចេញវិទ្យាសាស្ត្រគាត់នឹងមើលត្រួតពិនិត្យមើលថាវាសមស្របឬអត់ហើយពេលដែលប្រឡងគាត់នឹងត្រួតពិនិត្យម្ដងទៀតហើយការប្រឡងហ្នឹងវាសុក្រិតយុត្តិធម៌ដែរទេវាត្រឹមត្រូវដែរទេហើយបន្ទាប់មកគាត់នឹងក្រោយពេលបញ្ចប់ការប្រឡងគាត់នឹងប្រជុំជាមួយនឹងគ្រូដើម្បីវិភាគវិតម្លៃទៅលើសិស្សទាំងអស់បន្ទាប់ពីវិតម្លៃរួចគាត់នឹងជូនដំណឹងលទ្ធផលទៅកាន់អាណាព្យាបាលក៏ដូចជាសហគមន៍នានាចង់បញ្ចប់សំទោសបន្ទាប់មកទៀតគឺគ្រូបង្រៀនអញ្ចឹងគ្រូបង្រៀនក៏មានតួនាទីឬភារកិច្ចអ្វីក្នុងការធ្វើតេស្តស្តង់ដារហ្នឹងអញ្ចឹងគ្រូបង្រៀនគាត់មានតួនាទីដ៏សំខាន់មួយគឺជាអ្នករៀបចំវិញ្ញាសាដែលវិញ្ញាសាហ្នឹងដែលវិញ្ញាសាហ្នឹងត្រូវតែមានភាពច្បាស់លាស់ហើយវាត្រូវតែមានការធានានៅការអនុវត្តត្រឹមត្រូវអញ្ចឹងគាត់ចេះវិញ្ញាសាគាត់ត្រូវតែប្រកាសថាវិញ្ញាសាហ្នឹងគឺវាសមស្របទៅនឹងសិស្សដោយសារសិស្សរៀនថ្នាក់ទី2គាត់យកកម្រិតដែលមកធ្វើហ្នឹងគឺជាថ្នាក់ទី2គាត់អាចយកថ្នាក់ទី3ហើយវាគឺអនុវត្តទៅត្រឹមត្រូវទៅតាមតេស្តរបស់ស្តង់ដារចំណុចទី3គឺអាណាព្យាបាលនិងសហគមន៍អញ្ចឹងអាណាព្យាបាលនិងសហគមន៍គាត់មានភារកិច្ចអ្វីទៅអញ្ចឹងគាត់ភារកិច្ចរបស់គាត់គឺគ្រប់គ្រងនិងសហការពេលអនុវត្តតេស្តអញ្ចឹងគាត់គ្រប់គ្រងថាជួយផ្ដល់ជាកម្លាំងចិត្តដល់សិស្សផ្ដល់ទីកន្លែងដូចជាសហគមន៍គាត់អាចនឹងផ្ដល់ទីកន្លែងណាមួយដើម្បីឲ្យសិស្សបានស្នាក់នៅឬក៏ចូលរួមលើកកម្ពស់លើកទឹកចិត្តសិស្សអាណាព្យាបាលគាត់នឹងជួយណែនាំសិស្សបន្ថែមចំណុចទី5និយាយអំពីការវិភាគលទ្ធផលអញ្ចឹងក្រោយពីយើងដឹងអំពីការធ្វើតេស្តហើយមកចំណុចទី5នេះគេនឹងវិភាគលទ្ធផលទី1គឺគេធ្វើការបូកបន្ទុកតាមស្តង់ដារ AF មកទៀតគឺរៀបចំរបាយការណ៍លទ្ធផលតាមថ្នាក់និងវិជ្ជាអញ្ចឹងគេនឹងបង្ហាញថាតើថ្នាក់កម្រិតនេះគាត់មានបានបន្ទុកភាសាខ្មែរគណិតវិទ្យាសាស្ត្រកីឡាតើគាត់ទទួលបានប៉ុន្មានអញ្ចឹងគេនឹងបង្ហាញលទ្ធផលនោះទៅតាមមុខវិជ្ជារបស់គាត់ហើយគេនឹងវិភាគថាតើឥឡូវខ្មែរនេះគាត់បានប៉ុណ្ណេះតើគាត់ស្ថិតក្នុងកម្រិតអ្វីតើគាត់គួរតែបំពេញបន្ថែមឬក៏កម្រិតណាបន្ថែមទៅលើការបង្រៀនរបស់គាត់ឬក៏ការរៀនរបស់គាត់នឹងចំណុចចុងក្រោយនោះគឺប្រើប្រាស់លទ្ធផលធ្វើផែនការការលំបាកការសិក្សាអញ្ចឹងដូចខ្ញុំបាននិយាយខាងដើមអញ្ចឹងបន្ទាប់ពីយើងវាតម្លៃហើយយើងតែហើយយើងវិភាគឃើញហើយយើងចាប់ផ្ដើមកែលម្អគុណភាពការសិក្សាអញ្ចឹងបើយើងដឹងថាសិស្សគាត់ខ្សោយខាងហ្នឹងយើងត្រូវតែរកវិធីសាស្ត្រថាការបរៀនមុន
សិស្សគាត់អត់យល់ត្រង់ចំណុចហ្នឹងប្រើរបៀបហ្នឹងបរៀនគាត់អត់យល់ទេអញ្ចឹងយើងត្រូវតែមានយុទ្ធសាស្ត្រថ្មីក្នុងការបង្រៀនគាត់ឲ្យចំតាមសមត្ថភាពរបស់គាត់ចំណុចទី6ផែនការនៃការអនុវត្តសកម្មភាពអញ្ចឹងផែនការនៃការអនុវត្តសកម្មភាពនេះដែរខ្ញុំលើកមកពីគឺកំណត់តារាងសម្រាប់រៀបចំធ្វើតេស្តនិងវិភាគលទ្ធផលអញ្ចឹងគេនឹងរៀបចំធ្វើតេស្តនិងវិភាគលទ្ធផលទី2គឺបញ្ចូលការផ្ដល់ព័ត៌មានទៅនៅសិស្សអាណាព្យាបាលនិងសហគមន៍អញ្ចឹងគាត់នឹងផ្ដល់ព័ត៌មានដែលតកតងនឹងសិស្សការសិក្សារបស់សិស្សទៅដល់អាណាព្យាបាលនិងសហគមន៍ដូចខ្ញុំបាននិយាយខាងលើអញ្ចឹងដល់ពេលចុងក្រោយគឺការបង្ខំឡើងវិញចំណុចទី7គឺយើងអនុវត្តតេស្តស្តង់ដារជាផ្នែកសំខាន់នៃការធានាគុណភាពអប់រំអញ្ចឹងតេស្តនេះដែរគឺគេនឹងផ្ដល់ការធានាដល់ការអប់រំថានឹងទទួលបានលទ្ធផលល្អព្រោះពេលដែលគេតេស្តហើយគេនឹងវិភាគវាតម្លៃថាសិស្សនឹងគាត់ខ្លាំងអីគាត់ខ្សោយអីគេនឹងរកវិធីសាស្ត្រថ្មីដើម្បីបង្រៀនសិស្សឲ្យទទួលបានតាមការរំពឹងទុកវិញចុងក្រោយចំណុចចុងក្រោយត្រូវអនុវត្តដោយភាពយុត្តិធម៌តម្លាភាពនិងការចូលរួមពីភាគីពាក់ព័ន្ធអញ្ចឹងការធ្វើតេស្តនេះដែរគឺត្រូវតែច្បាស់លាស់និងត្រឹមត្រូវមានតម្លាភាពហើយក៏ត្រូវបានការចូលរួមទាំងភាគីទាំង3ដោយមិនអាចខ្វះភាគីណាមួយបានទេដែលមានដូចជាគណៈគ្រប់គ្រងសាលាគ្រូបង្រៀនព្រមទាំងសហគមន៍និងអាណាព្យាបាលនេះគឺជាយន្តការនៃបច្ចេកទេសតេស្តស្តង់ដារនេះខ្ញុំមានតែប៉ុណ្ណឹងចាសូមអរគុណសូមជម្រាបលា